បន្ទាប់មកអ៊ីយួយបានសួរថាបើតាមានរឿងអ្វីកើតឡើងកាលពីយប់មិញហើយហេតុអ្វីបានជាលោកនៅក្នុងបន្ទប់របស់ខ្ញុំរំពេចនោះឈុតក្នុងអតីតកាលបានបង្ហាញឲ្យឃើញថាសៀវយ៉ានគឺជាអ្នកបោសសម្អាតនិងរៀបចំបន្ទប់ឲ្យនាងយ៉ាងស្អាតត្រឡប់មកបច្ចុប្បន្នវិញសៀវយ៉ាននិយាយថាគ្មានរឿងអ្វីកើតឡើងទេញ៉ាំអាហារពេលព្រឹកទៅបន្ទាប់ពីបែបនេះអ៊ីយួយក៏ចាប់ផ្ដើមនឹកឃើញរឿងរ៉ាវកាលពីយប់មិញទាំងអស់រួចនាងក៏ភ័យស្លន់ស្លោហើយសួរគេថាតើលោកដឹងលេខកូដទ្វារបន្ទប់ខ្ញុំដោយរបៀបណាសៀវយ៉ានតបថាលេខកូដទ្វាររបស់នាងគឺជាថ្ងៃខែឆ្នាំកំណើតរបស់នាងនឹងឯងនាងធ្លាប់ប្រាប់សៀវប៉ាវពីថ្ងៃខួបកំណើតខ្ញុំក៏សាក់បងចុចទៅក៏បើកទ្វារបានតែម្ដងអ៊ីយួយសួរទាំងបារម្ភទៀតថាតើលោកបានបដូរសម្លៀកបំពាក់ឲ្យខ្ញុំកាលពីយប់មិញមែនទេតើលោកបានឃើញអ្វីដែលមិនគួរឃើញដែរឬទេសៀវយ៉ានសួរតបវិញថាចុះនាងគិតយ៉ាងម៉េចដែរនាងក៏និយាយថាដោយលោកច្បាស់ជាឃើញអស់ហើយឬបែបនេះសៀវយ៉ានក៏ចាប់ផ្ដើមនិយាយប្រាប់ពីទំហំខ្លួនរបស់នាងយ៉ាងច្បាស់លាស់ធ្វើឲ្យអ៊ីយួយភ្ញាក់ផ្អើលជាខ្លាំងស្របពេលនោះសៀវប៉ាវក៏ដើរមកដល់អ៊ីយួយក៏សួរគេថាដូចម្សិលមិញអ្នកគ្រូបានរៀបចំខួបកំណើតឲ្យក្មួយចុះឥឡូវក្មួយចង់បានកាដូអ្វីតបស្នងវិញសៀវប៉ាវក៏វាយអក្សរលើ iPad ប្រាប់នាងថាក៏ខ្ញុំចង់ឲ្យអ្នកគ្រូធ្វើជាម៉ាក់របស់ខ្ញុំគឺលើបែបនេះអ៊ីយួយភ័យផងអផងរួចសួរថាតើអ្នកគ្រូអាចធ្វើជាម៉ាក់ក្មួយបានយ៉ាងម៉េចទៅសៀវប៉ាវក៏ញឹមយ៉ាងគួរឲ្យស្រឡាញ់ដាក់នាងធ្វើឲ្យនាងទន់ចិត្តយល់ព្រមធ្វើជាម៉ាក់របស់គេនៅក្នុងជិតបន្ទាប់សៀវយ៉ានបានទៅបន្ទប់កូនហើយប្រាប់ឲ្យគេគេងប៉ុន្តែសៀវប៉ាវនិយាយថាកូនចង់ជួបម៉ាក់យឺសៀវយ៉ានតបថាអញ្ចឹងកូនទូរស័ព្ទហៅម៉ាក់មកដោយខ្លួនឯងទៅរំពេចនោះសៀវប៉ាវបានយក laptop របស់ប៉ាមកចុចសៀវយ៉ានគិតថាគេបានដូរ password ហើយប៉ុន្តែតាមពិតសៀវប៉ាវបានលួចបំបែក password នោះបាត់ទៅហើយនៅថ្ងៃបន្ទាប់សៀវយ៉ាននិងសៀវប៉ាវបានទៅចាំអ៊ីយួយនៅមុខផ្ទះហើយប្រាប់នាងថាថ្ងៃនេះនាងត្រូវទៅដើរលេងជាមួយពួកយើងឈុតក្នុងអតីតកាលបង្ហាញថាមិត្តភ័ក្តិរបស់គេឈ្មោះវូបានផ្ដល់គំនិតឲ្យសៀវយ៉ានយាយធ្វើឲ្យទំនាក់ទំនងគេនិងអ៊ីយួយកាន់តែជិតស្និទ្ធនឹងគ្នាអ៊ីយួយនិងសៀវយ៉ានបានលេងហ្គេមជាមួយគ្នារួចពួកគេក៏ចូលទៅក្នុងតំបន់ផ្ទះខ្មោចដែលមានមនុស្សខ្លាញ់ធ្វើជាខ្មោចមកលងបំភ័យប៉ុន្តែផ្ទុយទៅវិញអ៊ីយួយបែរជាអ្នកធ្វើឲ្យខ្មោចទាំងនោះភ័យខ្លាចរត់ចែកជើងគ្នាអស់ទៅវិញបន្ទាប់មកពួកគេបានទៅដើរលេងក្នុងសួនច្បារស្រាប់តែមុខរបស់សៀវប៉ាវហាធ្លាក់ចុះមកដីអ៊ីយួយក៏រត់ទៅរើសមុខចំណែកសៀវយ៉ានក៏ទៅយកអាវរងាមកឲ្យកូនក្នុងពេលនោះសៀវប៉ាវក៏បានទៅជួបមិត្តភក្តិប៉ាហើយមិត្តភក្តិនោះក៏នាំគេទៅកន្លែងផ្សេងបាត់ចំណែកអ៊ីយួយកំពុងដើររកសៀវប៉ាវទាំងបារម្ភស្រាប់តែនាងឃើញមុខរបស់គេអណ្ដែតក្នុងទឹកនាងគិតថាគេប្រហែលជាលងទឹកស្លាប់បាត់ហើយនាងក៏សម្រេចចិត្តលោតចូលក្នុងទឹកដើម្បីជួយសង្គ្រោះគេសៀវយ៉ានក៏ស្ទុះទៅតាមជួយនាងហើយប្រាប់នាងថាបើសៀវប៉ាវមានសុវត្ថិភាពទេបន្ទាប់ពីរកសៀវប៉ាវឃើញពួកគេក៏ដឹងថាឡានរបស់ពួកគេបានបាត់ទើបសៀវយ៉ានប្រាប់អ៊ីយួយថាយប់នេះយើងប្រហែលជាត្រូវគេងក្នុងព្រៃហើយពួកគេក៏បាននាំគ្នាដំឡើងតង់និងញ៉ាំមីជាមួយគ្នាសៀវយ៉ានសួរនាងថាហេតុអ្វីបានជានាងលោតចូលក្នុងទឹកទាំងគ្រោះថ្នាក់បែបនេះចុះបើមានរឿងអ្វីកើតឡើងចំពោះនាងនោះអ៊ីយួយក៏បានរៀបរាប់ពីទឹកចិត្តរបស់នាងចំពោះអ្នកជំងឺជាពិសេសក្មេងឲ្យតែឃើញពួកគេញឹមនាងមានក្តីសុខណាស់សម្ដីនេះធ្វើឲ្យសៀវយ៉ានកាន់តែចាប់អារម្មណ៍និងលួចស្រឡាញ់នាងកាន់តែខ្លាំងពេលត្រឡប់មកដល់ផ្ទះវិញមិត្តភក្តិរបស់អ៊ីយួយបានប្រាប់នាងថាកាលពីថ្ងៃប្រគល់ពានរង្វាន់ស៊ីយ៉ានអតីតមិត្តប្រុសមិនទទួលបានពានរង្វាន់ឡើយឬបែបនេះអ៊ីយួយក៏ដឹងភ្លាមថាសៀវយ៉ានមិនផ្ដល់ពានឲ្យស៊ីយ៉ានគឺដោយសារតែចង់ជួយសងសឹកឲ្យនាងនឹងឯងនៅថ្ងៃបន្ទាប់ស៊ីយ៉ានព្យាយាមនិយាយជាមួយអ៊ីយួយស្របពេលនោះមីងក៏បានមកដល់ហើយអញ្ជើញនាងទៅចូលរួមពិធីសម្ពោធអគារមន្ទីរពេទ្យថ្មីថែមទាំងអួតប្រាប់នាងថាស៊ីយ៉ាននឹងត្រូវគេតែងតាំងជាប្រធានគ្រូពេទ្យក្នុងពេលឆាប់នេះបន្ទាប់មកអ៊ីយួយបានទៅទិញសម្លៀកបំពាក់ជាមួយមិត្តភក្តិចំណែកសៀវយ៉ាននិងសៀវប៉ាវក៏រៀបចំខ្លួនសម្រាប់ពិធីនោះដែរក្នុងពិធីសម្ពោធអ៊ីយួយបានបង្ហាញខ្លួនក្នុងរ៉ូបយ៉ាងស្រស់ស្អាតបន្តិចក្រោយមកមីងបានដើរមកជិតនាងហើយនិយាយឌឺដងថាឌឺនាងភ្លេចដោះស្លាកតម្លៃចេញពីអាវមែនទេប្រហែលជាមិនដែលបានទិញអាវថ្លៃបែបនេះទេដឹងបន្ទាប់មកមីងបានឡើងលើឆាកហើយប្រកាសប្រាប់គ្រប់គ្នាថាសៀវយ៉ាននិងអ៊ីយួយកំពុងលួចមានទំនាក់ទំនងស្នេហាជាមួយគ្នាហើយចោទថាអ៊ីយួយកំពុងបោកប្រាស់អ្នកមានរំពេចនោះសៀវយ៉ានក៏ឡើងលើឆាករួចសុំអ៊ីយួយរៀបការនិងពាក់ចិញ្ចៀនឲ្យនាងនៅចំពោះមុខគ្រប់គ្នាពេលត្រឡប់មកដល់ផ្ទះវិញមិត្តភក្តិរបស់អ៊ីយួយភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញចិញ្ចៀនពេជ្រដ៏មានតម្លៃនោះហើយសួរនាងថាតើនាងចង់រៀបការជាមួយលោកប្រធានសៀវមែនទេនាងតបថាក៏ខ្ញុំគ្រាន់តែលេងហ្គេមជាមួយគេប៉ុណ្ណោះក៏ឈុតក្នុងអតីតកាលបង្ហាញថាក្នុងពិធីជប់លៀងសៀវយ៉ានបានប្រាប់នាងថាគេនឹងជួយនាងសងសឹកអតីតមិត្តប្រុសនាងគិតថានឹងយកចិញ្ចៀននេះទៅសងគេវិញនៅថ្ងៃស្អែកប៉ុន្តែពេលនាងកំពុងងូតទឹកនាងបានដោះចិញ្ចៀនចេញរួចវាក៏បានបាត់នៅក្នុងបន្ទប់ទឹកបន្តិចក្រោយមកមិត្តភក្តិរបស់នាងបានមកចុចទឹកបង្គន់ធ្វើឲ្យពួកគេទាំងពីរអ្នកគិតថាចិញ្ចៀននោះប្រហែលជាត្រូវទឹកហូរនាំទៅបាត់ហើយព្រឹកឡើងមិត្តភក្តិបានប្រាប់នាងថានាងកំពុងល្បីខ្លាំងលើអ៊ីនធឺណិតហើយគ្រប់គ្នាពោលសរសើរថានាងសំណាងណាស់ដែលមានមិត្តប្រុសដូចសៀវយ៉ានពេញមួយថ្ងៃនាងទទួលបានសារអបអរសាទរពីសាច់ញាតិនិងមិត្តភក្តិជាច្រើនបន្តិចក្រោយមកសៀវយ៉ានមកសួររកចិញ្ចៀនពេលនាងប្រាប់ថាបាត់គេក៏ខឹងយ៉ាងខ្លាំងរំពេចនោះអ៊ីយួយក៏ភ្ញាក់ដឹងខ្លួនឡើងរួចដឹងថាវាគ្រាន់តែជាសុបិនប៉ុណ្ណោះបន្ទាប់មកសៀវយ៉ានទូរស័ព្ទមកប្រាប់នាងថាអាការៈសៀវប៉ាវកាន់តែប្រសើរឡើងហើយគេនឹងមានកាដូជូននាងមិត្តភក្តិរបស់គេគឺវូបានសួរសៀវយ៉ានថាតើឯងចង់រៀបការជាមួយនាងមែនទេគេតបថាបុការរៀបការនេះគ្រាន់តែជាការបន្ថែមឈ្មោះម្នាក់ទៀតក្នុងបញ្ជីគូស្រករដើម្បីឲ្យសៀវប៉ាវឆាប់ជាសះស្បើយប៉ុណ្ណោះថ្ងៃបន្ទាប់អ៊ីយួយភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញសៀវយ៉ានបានដាក់ឈ្មោះអគារថ្មីថាអាស្រមអ៊ីយួយគីនាងបាននាំគេទៅម្ខាងហើយសួររឿងព័ត៌មានរៀបការคล้ายៗលើអ៊ីនធឺណិតគេតបថាតើនរណាថាជាព័ត៌មានคล้ายៗនាងតបថាយើងដឹងហើយថាការសុំរៀបការនិងការថាបគ្នានោះគឺជាការសម្ដែងតែសៀវយ៉ានតបវិញថា
ការថាប់គ្នាអាចជាការសម្ដែងតែការសុំរៀបការគឺជាការពិតនាងសួរថាបើលោកឈ្គួតមែនទេគេក៏សួរឌឺនាងវិញថាតើនាងខ្លាចលងស្រឡាញ់ខ្ញុំមែនទេនាងឆ្លើយយ៉ាងដាច់អហង្ការថាខ្ញុំមិនថ្ងៃស្រឡាញ់លោកទេលោកមិនមែនជាបរិសុទ្ធក្នុងសុបិនរបស់ខ្ញុំឡើយគិតវិញថាក៏ខ្ញុំជាអ្នកជំនួញអ្វីដែលខ្ញុំធ្វើគឺដើម្បីសៀវប៉ាវតែប៉ុណ្ណោះនៅក្នុងហាងកាហ្វេមួយមីងបានមកនិយាយឌឺដងឲ្យអ៊ីយួយថាព្រមធ្វើជាម្ដាយចុងគេដើម្បីលុយឃើញបែបនេះវូនិងសៀវប៉ាវបានរួមគំនិតគ្នាជួយសង្សឹកឲ្យអ៊ីយួយនៅពេលមីងចូលក្នុងបន្ទប់ទឹកសៀវប៉ាវបានជិះថ្នាំពណ៌លើនាងមីងនិងស៊ីយ៉ានក៏បានទៅលាងសម្អាតខ្លួនចំណែកសៀវយ៉ានបានសួរអ៊ីយួយពីរឿងចិញ្ចៀនតែនាងភូតថាទុកនៅផ្ទះគេប្រាប់នាងថាចិញ្ចៀននោះមានតម្លៃណាស់ព្រោះរចនាឡើងដោយអ្នករចនាម៉ូដរបស់រាជវង្សស៊ុយអែតម្ខាងទៀតបន្ទាប់ពីងូតទឹករួចស៊ីយ៉ាននិងមីងរកសម្លៀកបំពាក់មិនឃើញគ្រូពេទ្យនិងជាច្រើនបានមកឃើញពួកគេនៅជាមួយគ្នាទាំងសភាពបែបនោះស៊ីយ៉ានប្រឹងបកស្រាយថាពួកគេគ្រាន់តែញូតទឹកជាមួយគ្នាទេកុំយកច្រឡំស៊ីយ៉ានដឹងភ្លាមថាជាស្នាដៃកូនប្រុសនិងមិត្តភក្តិខ្លួនតែវូបានបដិសេធយ៉ាងដាច់អហង្ការចំណែកវូកំពុងញ៉ែស្រីនៅបារស្រាប់តែលីនមិត្តភក្តិអ៊ីយួយបានមកធ្វើពុតជាមិត្តស្រីរបស់គេដើម្បីបង្ខូចផែនការញ៉ែស្រីរបស់គេចុងក្រោយពួកគេទាំងពីរបានផឹកជាមួយគ្នារហូតដល់វូស្រវឹងជោគជាមហើយលីនក៏បាននាំគេទៅសម្រាប់នៅសន្តាគារព្រឹកឡើងវូភ្ញាក់មកស្រាប់តែឃើញលីនចាក់ចេញទៅបាត់ទៅហើយដើម្បីជាការតបស្នងសម្រាប់ការស្នាក់នៅមួយយប់នោះនាងក៏បានទុកលុយមួយចំនួនឲ្យគេនៅក្នុងឈុតបន្ទាប់អ៊ីយួយកំពុងតែមានការព្រួយបារម្ភនិងគិតថាតើនាងនឹងរកលុយពីណាមកទិញចិញ្ចៀនថ្មីសង់គេវិញស្របពេលនោះនាងបានឃើញឆ្មាមួយក្បាលកំពុងមានគ្រោះថ្នាក់ក៏ស្ទុះទៅជួយវាក្នុងពេលនោះដែរខ្សែដៃក្តីស្រឡាញ់របស់នាងក៏បានជ្រុះទៅលើដីចំណែកឯសៀវយ៉ានទទួលបានសញ្ញាពីខ្សែដៃរបស់គេថាអ៊ីយួយកំពុងមានគ្រោះថ្នាក់គេក៏ប្រញាប់ទៅជួយនាងភ្លាមអ៊ីយួយបានរអិលជើងក្នុងពេលជួយឆ្មាប៉ុន្តែសំណាងល្អមិត្តរួមសាលារបស់នាងឈ្មោះហ្វុងបានមកដល់ហើយជួយគ្រានាងទាន់ពេលសៀវយ៉ានបានទៅដល់ផ្ទះរបស់អ៊ីយួយហើយព្យាយាមចូលទៅខាងក្នុងប៉ុន្តែនាងបានដូរលេខកូដទ្វារបាត់ទៅហើយបន្ទាប់មកហ្វុងបាននាំអ៊ីយួយទៅកាន់គ្លីនិករបស់គេហើយមិត្តភក្តិទាំងពីរនាក់ក៏បានរំលឹកអនុស្សាវរីយ៍ចាស់ជាមួយគ្នាបន្ទាប់ពីនេះហ្វុងបានជូនអ៊ីយួយទៅដល់ផ្ទះដែលនៅទីនោះសៀវយ៉ានកំពុងឈររងចាំនាងយ៉ាងអន្ទះសារសៀវយ៉ានបានកាត់ចិត្តប្រច័ណ្ឌនៅពេលឃើញនាងនៅជាមួយហ្វុងហើយបាននិយាយទៅកាន់នាងថាវានាងគួរតែចេះរក្សារូបភាពខ្លួនឯងផងកុំដើរលេងជាមួយប្រុសផ្ដេសផ្ដាសបែបនេះបន្តិចក្រោយមកជំនួយការបានប្រាប់សៀវយ៉ានថាមានអត្ថបទជាច្រើននៅលើអ៊ីនធឺណិតកំពុងតែវាយប្រហារនឹងបរិហាកេតអ៊ីយួយឬបែបនេះសៀវយ៉ានក៏ក្រុងនឹងទាំងអស់អ្នកទាំងឡាយណាដែលព្យាយាមធ្វើឲ្យនាងខូចឈ្មោះនៅក្នុងឈុតបន្ទាប់សៀវយ៉ានបានទៅជួបអ៊ីយួយនៅមុខអគារមន្ទីរពេទ្យហើយបានពោលពាក្យសរសើរនាងនៅចំពោះមុខពួកនារីគ្រូពេទ្យនិងប្រាប់គ្រប់គ្នាពីសមត្ថភាពដ៏ឆ្នើមរបស់នាងសៀវយ៉ានបានសុំអ៊ីយួយរៀបការប៉ុន្តែនាងបានបដិសេធដោយនិយាយថាយើងទាំងពីរមិនទាន់ស្គាល់គ្នាឲ្យបានច្បាស់ឡើយយើងគួរតែសាកល្បងមើលចិត្តគ្នាដេតសិនមុននឹងរៀបការគូសៀវយ៉ានក៏តបវិញថានាងមើលចិត្តជាមួយស៊ីយ៉ានរាប់ឆ្នាំចុងក្រោយក៏នៅតែមិនបានរៀបការដែរនាងខឹងយ៉ាងខ្លាំងហើយនិយាយថារឿងនេះមិនពាក់ព័ន្ធជាមួយគេឡើយពេលទៅដល់ផ្ទះនាងកំពុងតែអង្គុយនឹកដល់សៀវយ៉ានស្រាប់តែឪពុកម្ដាយរបស់នាងមកដល់ផ្ទះទាំងមិនបានប្រាប់មុនពួកគាត់បានសួរនាងថាតើកាលណាទើបកូនរៀបការជាមួយសៀវយ៉ាននាងក៏ប្រាប់ពួកគាត់តាមត្រង់ថារឿងរៀបការនេះគ្រាន់តែជារឿងคล้ายៗប៉ុណ្ណោះម្ដាយរបស់នាងក៏បានប្រាប់ឲ្យនាងរៀបចំបន្ទប់ព្រោះពួកគាត់គ្រោងនឹងស្នាក់នៅទីនេះមួយរយៈព្រឹកឡើងសៀវយ៉ានមានអារម្មណ៍ប្រច័ណ្ឌនឹងហ្វុងយ៉ាងខ្លាំងក៏ទូរស័ព្ទទៅសួរមិត្តភ័ក្តិដើម្បីសុំដំបូន្មានរឿងស្នេហាបន្ទាប់មកគេបានទៅដល់គ្លីនិករបស់ហ្វុងហើយអ្នកទាំងពីរក៏បានឆ្លោះប្រកែកគ្នាអ៊ីយួយបានមកដល់ទីនោះដើម្បីមើលឆ្មាហើយបានបបួលហ្វុងតែញ៉ាំបាយល្ងាចជាមួយគ្នាឬបែបនេះហ្វុងក៏បួលសៀវយ៉ានទៅដែរតែគេបដិសេធព្រោះគេមិនញ៉ាំអាហារដែលមានកាឡូរីខ្ពស់ឡើយប៉ុន្តែបន្តិចក្រោយមកសៀវយ៉ានបែរជាលុបតាមពួកគេទៅភោជនីយដ្ឋាននោះទៅវិញក្នុងហាងនោះមានកម្មវិធីពិសេសបើភ្ញៀវអប់គ្នាពេលភ្លេងបញ្ឈប់នឹងទទួលបានការបញ្ចុះតម្លៃ50ហើយបើថាប់គ្នាគឺញ៉ាំហ្វ្រៃតែម្ដងនៅពេលហ្វុងងើបពីតូសៀវយ៉ានក៏ស្ទុះទៅខាត់គេធ្វើឲ្យអ្នកទាំងពីរជ្រុលទៅបុកគ្នាបង្កើតបានជាឈុតឆាកដ៏គួរឲ្យអស់សំណើចនិងទើសទាល់បំផុតម្ដាយរបស់អ៊ីយួយបានជួបសៀវយ៉ាននិងសៀវប៉ាវនៅពេលសៀវយ៉ានទុកឲ្យកូននៅម្នាក់ឯងគាត់ក៏បានទៅនិយាយលេងជាមួយក្មេងប្រុសនោះហើយក៏បានដឹងថាសៀវប៉ាវហៅអ៊ីយួយថាដម៉ាក់គាត់មានការបារម្ភយ៉ាងខ្លាំងហើយបានទៅសួរដេញដល់កូនស្រីប៉ុន្តែនាងមិនដឹងឆ្លើយយ៉ាងណាក៏រកលេសដើរចេញទៅនាងបានទៅជួបសៀវយ៉ាននៅខាងក្រោមផ្ទះតែមិនឲ្យគេចូលក្នុងផ្ទះឡើយសៀវយ៉ានបានហុចអេសបូមួយឲ្យនាងរួចនិយាយថានាងចង់ស្គាល់ពីខ្ញុំមែនទេក្នុងនេះមានព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំទាំងអស់បើនាងមានចម្ងល់អីចាំសួរខ្ញុំចុះក្រោយមកម្ដាយរបស់អ៊ីយួយបានផ្ញើសារទៅកាន់លេខពិតប្រាកដរបស់សៀវយ៉ានដើម្បីណាត់ជួបសៀវយ៉ានក៏បានយកកាដូជាច្រើនទៅផ្ទះឪពុកម្ដាយនាងហើយថែមទាំងយកឯកសារលម្អិតអំពីការរៀបការទៅបង្ហាញពួកគាត់ទៀតផងឪពុករបស់នាងបានសួរថាតើលោកមានកូនប្រុសមែនទេសៀវយ៉ានក៏បកស្រាយថាប៊ូសៀវប៉ាវគឺជាកូនប្រុសរបស់បងប្រុសខ្ញុំទេបន្ទាប់ពីញ៉ាំបាយជាមួយគ្នារួចឪពុកម្ដាយនាងបានឃាត់ឲ្យគេគេងនៅទីនោះហើយសៀវយ៉ានក៏សុំគេងក្នុងបន្ទប់របស់អ៊ីយួយនៅក្នុងបន្ទប់សៀវយ៉ានបានមកសុំទឹកលាងមុខពីនាងហើយនិយាយថាដម៉ាក់របស់នាងធ្វើម្ហូបឆ្ងាញ់ណាស់ស្អែកខ្ញុំចង់ញ៉ាំអាហារពេលព្រឹកនៅទីនេះទៀតនាងប្រាប់ឲ្យគេគេងលើសាឡុងតែគេមិនព្រមព្រោះមិនដែលគេងលើសាឡុងពីមុនមកឡើយចុងក្រោយពួកគេទាំងពីរបានជ្រុលខ្លួនដួលទៅលើគ្រែជាមួយគ្នាអ៊ីយួយបំរុងនឹងដើរចេញប៉ុន្តែសៀវយ៉ានបានចាប់ដៃនាងជាប់រួចនិយាយទាំងក្រៀមក្រំថាខ្ញុំច្រណែននឹងនាងណាស់នាងមានផ្ទះមានគ្រួសារបានញ៉ាំបាយនិងគេងជុំគ្នាចំណែកខ្ញុំវិញគឺមិនមានអ្វីទាំងអស់ឬបែបនេះអ៊ីយួយបាននិយាយថាដលោកនៅមានសៀវប៉ាវតើសៀវយ៉ានតបទាំងស្រងូតស្រងាត់ថាពួកខ្ញុំមិនមែនជាប៉ាល្អម្នាក់ឡើយ
រំពេចនោះជំនួយការរបស់សៀវយ៉ានបានទូរស័ព្ទមកប្រាប់ព័ត៌មានថាសៀវប៉ាវបានធ្លាក់ខ្លួនឈឺគេក៏ប្រញាប់ទៅមន្ទីរពេទ្យជាមួយអ៊ីយុយភ្លាមសៀវយ៉ានព្យាយាមបញ្ច្រោះថ្នាំកូនប៉ុន្តែសៀវប៉ាវមិនព្រមលេបឡើយអ៊ីយុយក៏បានរកនឹកយុទ្ធសាស្ត្រមួយហើយចុងក្រោយពួកគេទាំងពីរនាក់ក៏អាចបញ្ចុះបញ្ចូលឲ្យសៀវប៉ាវព្រមលេបថ្នាំបានសម្រេចបន្តិចក្រោយមកសៀវយ៉ានបានយកកាហ្វេមកឲ្យហើយអ៊ីយុយបានសួរគេថាតើលោកមិនដឹងទេអីថាសៀវប៉ាវឈឺគេតបថាព្រឹកមិញខ្ញុំមិនបានចាប់អារម្មណ៍ឡើយព្រោះខ្ញុំប្រញាប់ទៅក្រុមហ៊ុនតាំងពីព្រលឹមបន្ទាប់មកសៀវប៉ាវបានហុចស្ករគ្រាប់ឲ្យអ៊ីយុយហើយសុំឲ្យនាងគេងជាមួយគេរួចគេក៏ស្រាប់តែហៅនាងថាដូម៉ាក់វាធ្វើឲ្យសៀវយ៉ាននិងអ៊ីយុយភ្ញាក់ផ្អើលជាខ្លាំងព្រឹកឡើងអ៊ីយុយព្យាយាមលុបដើរចេញពីមន្ទីរពេទ្យប៉ុន្តែស្រាប់តែដើរបុកសៀវយ៉ានគេបានសុំឲ្យនាងប្តូរទៅរស់នៅផ្ទះរបស់គេប៉ុន្តែនាងបានបដិសេធសៀវយ៉ានក៏និយាយថាបើនាងគ្រាន់តែចង់លេងសើចជាមួយសៀវប៉ាវនាងគួរតែពន្យល់រឿងនេះដល់គេដោយខ្លួនឯងទៅគេលើបែបនេះនាងតបថាយ៉ាងណាក៏ដោយខ្ញុំមិនមែនជាម៉ាក់បង្កើតរបស់គេឡើយខ្ញុំមិនអាចប្តូរទៅនៅផ្ទះលោកបានទេបន្ទាប់មកមិត្តភ័ក្តិរបស់នាងបានសួរថាតើយប់មិញនាងនៅជាមួយសៀវយ៉ានមែនទេតើនាងលងស្រឡាញ់គេហើយមែនទេនាងតបថាទោះបីជាខ្ញុំស្រឡាញ់នរណាម្នាក់ក៏បរិសម្នាក់នោះមិនមែនជាសៀវយ៉ានដែរក្រោយមកសៀវយ៉ាននិងសៀវប៉ាវបានមកមន្ទីរពេទ្យហើយក្មេងតូចនៅតែបន្តហៅនាងថាបម៉ាក់ដដែលទោះជានាងព្យាយាមខាត់ក៏គេមិនស្ដាប់ដែរទើបនាងរកលេសរត់ចេញទៅធ្វើការបាត់សៀវយ៉ានប្រាប់អ៊ីយុយថាបើខ្ញុំត្រូវទៅធ្វើការនៅខេត្ត2 3ថ្ងៃដូច្នេះនាងជួយមើលថែសៀវប៉ាវផងគឺនាងសួរវិញថាគឺលោកជាប៉ារបស់គេតើការងារសំខាន់ជាងកូនមែនទេគេតបថាបើសៀវប៉ាវត្រូវការនាងជាងត្រូវការខ្ញុំព្រឹកឡើងគ្រូពេទ្យប្រាប់ថាអាការៈក្មេងប្រុសបានធូរស្រាលនិងអាចត្រឡប់ទៅផ្ទះបាននាងក៏បានថតរូប selfie ជាមួយសៀវប៉ាវផ្ញើទៅឲ្យសៀវយ៉ានបន្តិចក្រោយមកសៀវប៉ាវភ្ញាក់ឡើងមិនឃើញនាងក៏ដើររកដល់កន្លែងក្មេងលេងនៅទីនោះមានក្មេងម្នាក់មកដណ្ដើម iPad របស់គេទើបគេរុញក្មេងនោះដួលម្ដាយរបស់ក្មេងនោះបានមកស្ដីបន់ទោះឲ្យអ៊ីយុយថាបើទៅហៅម៉ាក់ក្មេងនេះមកនាងក៏តបទៅវិញយ៉ាងដាច់ចិត្តថាបើខ្ញុំនឹងហើយជាម៉ាក់របស់គេស្របពេលនោះមីងនិងគ្រូពេទ្យផ្សេងទៀតដែលកាត់ក៏សើចចំអកឲ្យនាងថាចង់ខ្លាចជាលោកស្រីសៀវដល់ថ្នាក់នឹងមែនទេតែលើកនេះអ៊ីយុយមិននៅស្ងៀមឡើយនាងបានតបទៅមីងវិញថាឌឺមិត្តប្រុសរបស់នាងគឺជាសម្រាមមួយដុំតែប៉ុណ្ណោះអ៊ីយុយនាំសៀវប៉ាវមកបន្ទប់វិញហើយសន្យាថានឹងនៅក្បែរគេជានិច្ចថែមទាំងលួងគេថាម៉ាក់បង្កើតរបស់គេបានខ្លាយជាតារានៅលើមេឃចាំមើលថែគេហើយម្ខាងទៀតមីងកំពុងនិយាយដើមអ៊ីយុយជាមួយគ្រូពេទ្យផ្សេងទៀតធ្វើឲ្យមិត្តភ័ក្តិរបស់អ៊ីយុយខឹងយ៉ាងខ្លាំងក៏ជ្រុលដៃជះកាហ្វេលើអាវមីងសៀវយ៉ានត្រឡប់មកវិញឃើញអ៊ីយុយនិងកូនកេងលក់ជាមួយគ្នាគេក៏យកអាវរងាមកដណ្ដប់ឲ្យនាងពេលនាងភ្ញាក់ឡើងភ្នែកពួកគេក៏មើលប្រសពគ្នាបង្កើតបានជាឈុតឆាកដ៏ផ្អែមល្ហែមរួចគេក៏ហុចនំដែលទិញពីខេត្តឲ្យនាងញ៉ាំរំពេចនោះអ៊ីយុយដឹងថាមិត្តភ័ក្តិរបស់នាងត្រូវគេដេញចេញពីការងារដោយសាររឿងជះកាហ្វេលើមីងនាងមានអារម្មណ៍ខុសយ៉ាងខ្លាំងប៉ុន្តែមិត្តភ័ក្តិនាងលួងថាមិនអីទេព្រោះនាងក៏ចង់បដូរការងារយូរហើយដែរបន្ទាប់មកអ៊ីយុយបានទៅផឹកស្រាជាមួយហ្វុងនិងមិត្តភ័ក្តិរួចក៏និយាយរៀបរាប់ទាំងទឹកភ្នែកថាឌឺមិត្តភ័ក្តិខ្ញុំបាត់បង់ការងារដោយសារខ្ញុំឪពុកម្ដាយខ្ញុំគិតថាខ្ញុំចិត្តរៀបការតែការពិតវាគ្រាន់តែជារឿងបោកប្រាស់ខ្ញុំមិនមានសេចក្តីក្លាហាននឹងប្រាប់ការពិតដល់គ្រប់គ្នាឡើយយល់បែបនេះហ្វុងក៏បាននិយាយទៅកាន់នាងថា